បានជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះខ្ញុំសូមលើកនៅប្រធានបទមួយទៀតតទៅនឹងដើម្បីលុយគឺដើម្បីលុយនេះគឺយើងអាចនិយាយថាយើងនិយាយពីមួយវគ្គទៅមួយវគ្គហើយក៏យើងមកដល់វគ្គមួយនេះគឺយើងមើលឃើញពីតទៅនឹងតម្លៃលុយដែលយើងព្យាយាមផឹងផែងតែធ្វើការឬក៏ប្រឹងប្រែងរកស៊ីឬក៏យើងផឹងផែងអ្វីសពបែបយ៉ាងដើម្បីលុយពិតមែនតែយើងក៏មានអារម្មណ៍ថាយើងក៏នៅហត់ចំពោះជាមួយការដែលរកលុយហ្នឹងដោយសារពេលខ្លះយើងអត់ចេះទុកដាក់លុយកាក់ឬក៏យកចេះសំចៃឬក៏ពេលខ្លះយើងវាមានតម្រូវការអញ្ចឹងទៅក៏យើងត្រូវការដែរចាយវាឬក៏យើងត្រូវការដែរធ្វើអីមួយដែរវាជាតម្រូវការផងយើងភ្លាមព្រោះថាយើងទាំងអស់គ្នាយើងគិតទៅនឹងការដែលយើងចាយលុយក៏យើងត្រូវចេះគិតហើយយើងក៏ព្យាយាមចេះសងផងដែរដោយសារតែលុយវានឹងបានមកភ្លាមក៏យើងនឹងមានតម្រូវការភ្លាមឬយើងនឹងអាចនឹងចាយអស់ភ្លាមដែរអញ្ចឹងទៅខ្ញុំគិតថាយើងទាំងគ្នាយើងគួរតែរៀនចេះទុកដាក់លុយកាក់ចេះសំចៃឬក៏ធ្វើអីផ្សេងមួយដែលយើងបានគិតគុណគូទុកមុនហើយរឿងក៏កុំឲ្យវាអាលុយហ្នឹងវាធ្វើឲ្យខ្លួនយើងនឹងធ្លាក់ទៅលើតទៅនឹងការដែលជាប់បំណុលឬក៏បញ្ហាផ្សេងដែលយើងនឹងជួបប្រទះផងដែរអញ្ចឹងទៅក្នុងការដែលខ្ញុំបានចែកម្លែកទៅកាន់បងប្អូនតទៅនឹងដើម្បីលុយបែបនេះគឺយើងអាចនិយាយបានថាលុយគឺវាមានសារៈសំខាន់សម្រាប់យើងដោយសារយើងនៅហត់ដូចថាអ្នកខ្លះទៅប្រឹងប្រែងធ្វើការតាំងពីក្មេងរហូតដល់អាយុគាត់អាចថាធ្វើការរបស់វានៅហត់អាយុអាចពីដល់30អីចឹងទៅឬក៏40អីចឹងទៅវាអត់មានសល់អីវាមានសល់ទេសំបីយើងទាំងអស់គ្នាក៏យើងអត់សប្បាយចិត្តនឹងការដែលយើងប្រឹងប្រែងរកដែរដែលយើងជួបមនុស្សដែលអត់ល្អមនុស្សដែលរកស៊ីបោកប្រាស់ឬក៏អ្នកដែលកេងប្រវ័ញ្ចឬក៏អ្នកដែលធ្វើអីដែលដើម្បីតែផលប្រយោជន៍ឬក៏ដើម្បីលុយហ្នឹងគឺអាចថានិយាយទៅយើងបោកប្រាស់គ្នាហ្មងតែទៅលុយហ្នឹងគឺយើងកេងប្រវ័ញ្ចឬក៏យើងបោកប្រាស់អ្នកដទៃអីចឹងទៅធ្វើឲ្យយើងនឹងទាំងអស់គ្នាយើងក៏មានអារម្មណ៍ថាវានៅហត់ចំពោះនឹងការរកដូចគ្នាហើយសម្រាប់ខ្ញុំក៏ខ្ញុំបានឆ្លងកាត់ទៅនឹងការប្រឹងប្រែងលុយហ្នឹងគឺយើងប្រឹងប្រែងដើម្បីគ្រួសារប៉ិតមែនយើងនៅហត់យើងជួបនឹងមនុស្សល្អយើងនៅតែគ្រប់ឲ្យអរគុណប្រកបតែជួបមនុស្សដែលអត់ល្អហើយមនុស្សដែលរកស៊ីបោកប្រាស់គ្នាឬក៏ឃើញលុយក្នុងមុខមានអារម្មណ៍ថាយើងអត់បានចាយវាអីហើយយើងត្រូវគេយកលុយហ្នឹងទៅភ្លាមមានអារម្មណ៍ថាស្ដាយដែរតែចំពោះអ្វីដែលខ្ញុំបានអ្នកដែលគាត់ល្អបានជួយឬអីខ្ញុំតែងតែគោរពនឹងឲ្យតម្លៃពួកគាត់ហើយខ្ញុំក៏ព្យាយាមដោះស្រាយគាត់ដោយចិត្តផងយើងក្នុងការដែលយើងមានចិត្តស្មោះត្រង់ក្នុងការដែលដោះស្រាយពួកគាត់ដែរដោយសារតែយើងឃើញតម្លៃនៃលុយហ្នឹងគឺវាមានតម្លៃមួយគឺតម្លៃមានភាពស្មោះសរនៅក្នុងតម្លៃលុយផងដែរតម្លៃលុយហ្នឹងមិនទោះយើងថាយើងជាកូនអ្នកក្រអ្នកអត់ដោយសារយើងមានភាពស្មោះត្រង់ឬក៏យើងទៀងត្រង់ហ្នឹងដើម្បីក្នុងការព្យាយាមឬក៏យើងមានទំនួលខុសត្រូវក្នុងការដោះស្រាយគេហើយយើងព្យាយាមជួយគេបានយើងព្យាយាមជួយនឹងហើយនឹងក៏យើងគាត់ថាវាមិនអាចថាយើងមានបាននៅក្នុងរយៈពេលឥឡូវនេះក៏យើងគាត់ថាបើសិនជាយើងមានបាននៅពេលក្រោយក៏យើងនឹងអាចនឹងជួយអ្នកដទៃបានដែរដោយសារមុនក៏យើងបានយកលុយហ្នឹងយើងទៅជួយអ្នកដទៃពិតប្រាកដមែនតែវាក៏អាចថាជួយក្នុងលក្ខខណ្ឌអីមួយផ្សេងឬក៏តើទៅនឹងក្រុមហ៊ុនរកស៊ីដែលប្រកួតប្រជែងឬក៏អ្នកដែលមានចិត្តអាក្រក់ឬក៏ការដែលចំណែនឈ្នានីសឬក៏ការដែលធ្វើរឿងអាក្រក់ផ្សេងក៏យើងមើលអត់ឃើញក្នុងការដែលយើងព្យាយាមក្នុងការដែលជួយអ្នកដទៃទេប៉ុន្តែវាមានអ្នកដែលជន់ខិលខូចឬក៏អ្នកដែលសាងអាក្រក់អីទាំងអស់ហ្នឹងក៏យើងមើលអត់ឃើញអញ្ចឹងក៏យើងមានអារម្មណ៍ថាសោកស្ដាយចំពោះដែលបុគ្គលកើតនៅរឿងអត់ល្អបើមិនជាបុគ្គលដែលកើតរឿងអត់ល្អឬក៏សាងបាបកម្មហ្នឹងគាត់អាចកែខ្លួនកែប្រែនៅការដែលដើរទៅលើផ្លូវល្អបានណាក៏យើងនៅតែសប្បាយចិត្តក្នុងការដែលទទួលយកពួកគាត់ដើម្បីកុំឲ្យគាត់ហ្នឹងដើរទៅធ្វើរឿងអាក្រក់ចំពោះអ្នកដទៃពីម្នាក់ទៅម្នាក់ឬក៏សាងបាបកម្មអីផ្សេងឬក្រុមហ៊ុនអូស៊ីប្រកួតប្រជែងហ្នឹងហើយដែលយើងនិយាយថាវាជាមួយដែរវាជាមួយដែលអត់តម្លៃនៃការដែលកើតជាមនុស្សហើយតែធ្វើរឿងអាក្រក់អញ្ចឹងខ្ញុំថាដើម្បីលុយពិតមែនយើងព្យាយាមរកដោយសុចរិតផងយើងរកដោយសតិសម្បជញ្ញៈផងយើងដោយអំពើល្អឬក៏សេះសាងអីដែលល្អជួយអ្នកដទៃបានយើងមានអារម្មណ៍ថាយើងសប្បាយចិត្តហើយខ្ញុំក៏នៅតែសប្បាយចិត្តចំពោះអ្វីដែលខ្ញុំបានធ្វើរឿងល្អពីមុនទោះឥឡូវនេះវាមិនទាន់បានផលល្អពិតមែនតែខ្ញុំក៏នៅតែសប្បាយចិត្តនៅអ្វីដែលខ្ញុំបានជួយគេដែរជួយគេហ្នឹងមិនដឹងថាខ្ញុំបានជួយអីដែលច្រើននេះប៉ុន្តែខ្ញុំបានជួយទៅលើការដែលផ្ដល់ការងារគេឬក៏ខ្ញុំបានជួយក្នុងការដែលឃើញអ្នកដែលគាត់កំពុងតែខ្វះខាតអីមួយចឹងទៅខ្ញុំអាចជួយពួកគាត់នឹងចេញពីអ្វីដែលគាត់កំពុងតែខ្វះខាតហ្នឹងឬក៏ជួយដល់ក្នុងការងារដែលគាត់ឆ្លាញ់គាត់ធ្វើហ្នឹងខ្ញុំក៏បានជួយជំរុញពួកគាត់
ទៅក្នុងការដែលគាត់ធ្វើដែរហើយសារខ្ញុំស្រឡាញ់ដូចគ្នាដែរខ្ញុំតែងតែដើរក្នុងវិស័យផងខ្ញុំចឹងខ្ញុំបានជួយគេខ្ញុំមានអារម្មណ៍សប្បាយចិត្តព្រោះថាអ្នកខ្លះមើលថាអូនេះភ្លើល្ងងអីប៉ុន្តែអ្វីដែលយើងមើលឃើញហ្នឹងគឺដោយការដែលយើងចេញពីចិត្តផងយើងដោយអ្វីដែលយើងស្រឡាញ់ហើយក៏យើងមានចិត្តថាមានតែការដែលសាងអំពើល្អឬក៏យើងធ្វើរឿងអីល្អៗហ្នឹងជារឿងមួយដែលមានប្រយោជន៍សម្រាប់ប្រទេសដែលយើងរស់នៅឬក៏កន្លែងដែលយើងរស់នៅឬក៏សហគមន៍ដែលយើងរស់នៅគឺសេចក្តីល្អជារឿងមួយដែលធំធេងបំផុតសម្រាប់យើងទាំងអស់គ្នាហើយក៏វាមានអត្ថន័យវាលើសលប់ហើយក៏វាមានអត្ថន័យវាទូលំទូលាយមែនទែនសូម្បីថាអំពើល្អហ្នឹងវាព័ទ្ធនៅជុំវិញពិភពលោកបានវាជារឿងមួយដែលសំខាន់ដែលឲ្យមនុស្សទាំងអស់ហ្នឹងស្គាល់អំពើល្អហ្នឹងហើយក៏អត់ចេះសាងបាបកម្មបកសង្គ្រាមបកតំណោះឬក៏ការដែលចំណាយជ្រៀតនេះឬក៏ការដែលមានភាពលោភលន់ហ្នឹងធ្វើរឿងអកុសជាច្រើនដែលយើងមើលឃើញពីអ្វីដែលអត់ល្អទាំងអស់ហ្នឹងប៉ុន្តែមនុស្សយើងគឺអាចថាយើងមានតម្រូវការអ្នកខ្លះគាត់ចង់សុបាយគាត់ទៅប្រព្រឹត្តធ្វើរឿងអីនឹងរឿងផុនគាត់ដែលគាត់មានលុយគាត់ធ្វើអីជារឿងផុនគាត់ទេក៏យើងមិនអាចទៅហាមចិត្តឬហាមឃាត់នៅសិទ្ធិបុគ្គលផងដែរប៉ុន្តែយើងគាត់ថាដោយធ្វើដោយភាពពេលដែលគាត់មានបានគាត់ធ្វើទៅគាត់ចង់បានអីគាត់ធ្វើអីនឹងជារឿងផុនគាត់គាត់អាចធ្វើគាត់រីករាយនឹងការដែលគាត់ឆាយអញ្ចឹងទៅហើយក៏គាត់ក៏គាត់ថាពេលខ្លះអ្នកខ្លះក៏កុំភ្លេចទៅការដែលធ្វើរឿងល្អឬក៏គាត់អាចថាសាងបុណ្យកុសលដើម្បីគាត់ថាក្នុងចិត្តហ្នឹងគឺយើងមានភាពសម្បូរសប្បាយមានអីគ្រប់សពបែបយ៉ាងប៉ុន្តែបើយើងធ្វើទៅរឿងអាក្រក់ឬក៏សាងបាបកម្មរំខានជីវិតគេតទៅទៀតសួរថាវារឿងមួយដែលមានប្រយោជន៍អត់អញ្ចឹងយើងអាចថាសួរបុគ្គលដែលគាត់កំពុងតែធ្វើហ្នឹងអញ្ចឹងខ្ញុំគាត់ថាបើសិនជាបុគ្គលដែលគាត់អាចថាមានអីសពបែបយ៉ាងហើយគាត់ពីមុនធ្វើអាក្រក់ប៉ុន្តែគាត់ព្យាយាមកែប្រែទៅកែប្រែមកដាទៅលើផ្លូវល្អវិញជួយអ្នកដទៃឬក៏ជួយដល់សហគមន៍ដែលគាត់រស់នៅប្រទេសដែលគាត់រស់នៅអញ្ចឹងទៅធ្វើគាត់នឹងក៏មានភាពសម្បូរសប្បាយកើននៅភាពរីកលូតលាស់ឬក៏មានមុខមាត់ឬក៏មានកិត្តិយសសម្រាប់ពួកគាត់ដែរព្រោះថាយើងទាំងអស់គ្នាក៏យើងមិនអាចនឹងមើលឃើញថាថ្ងៃក្រោយយើងថ្ងៃនេះយើងមានប៉ុន្តែថ្ងៃក្រោយយើងមិនដឹងថាយើងទៅជាយ៉ាងណាទៀតអញ្ចឹងទៅបើសិនជាយើងមានឱកាសយើងអាចនឹងជួយគេបានយើងព្យាយាមជួយឬក៏យើងនៅភាពក្រីក្រឡើយទេយើងព្យាយាមធ្វើអំពើល្អទៅជាមួយដែលសំខាន់វាមិនបានទៀមទាឲ្យយើងនឹងអាចថាលុះតែយើងធ្វើអំពើល្អនឹងយើងខ្លាចជាអ្នកមានដែរជួនកាលវាអត់ទៅរួចទេប្រការអំពើល្អផងយើងធ្វើចំមនុស្សវាទៅរឿងមួយល្អបើតែធ្វើខុសអានឹងជារឿងមួយផ្សេងមួយទៀតដែលយើងអាចនិយាយបានថាឲ្យតែធ្វើអំពើល្អយើងបាននឹងផលល្អដែរប៉ុន្តែបើនិយាយភាពពិតមកគឺយើងធ្វើទៅវាឲ្យយើងមានភាពរីករាយយើងសប្បាយចិត្តហើយយើងក៏គិតថាអំពើល្អហ្នឹងវាមានអត្ថន័យធំធេងសម្រាប់យើងទាំងអស់គ្នាដែលខ្ញុំនិយាយថាវាឲ្យសិនជាសាបព្រោះចេញពោពេញនៅលើពិភពលោកបានវាអត់សូវមានបកនៅសង្គ្រាមបកនៅតំណោះក៏វាមិនទៅចេះជួយក្បាលអីច្រើនណាប៉ុន្តែវារឿងមួយដែលមនុស្សចេញមកក៏មានអាក្រក់ឬក៏សាងអីអាក្រក់រាមបាបកម្មឬក៏បកតំណោះបកសង្គ្រាមអញ្ចឹងទៅវាកើតមកជារឿងអញ្ចឹងតែយើងមើលឃើញថាវាជារឿងមួយដែលមនុស្សដែលមានកំហុសធំបំផុតក្នុងការដែលសាងក៏ហ្នឹងហើយតែប្រធានបទមុនខ្ញុំលើកឡើងនិយាយអញ្ចឹងហើយតែខ្ញុំតែងតែលើកនិយាយពីបញ្ហាហ្នឹងអញ្ចឹងយើងចូលមកវិញតទៅនឹងដើម្បីលុយអញ្ចឹងទៅខ្ញុំគិតថាបងប្អូនទាំងអស់គ្នាខ្ញុំគិតថាសំបីតែខ្ញុំដើម្បីលុយខ្ញុំពិតជាមានអារម្មណ៍នឿយហត់មានចង់អារម្មណ៍ពេលខ្លះពេញមួយថ្ងៃយើងត្រូវការមកផ្ទះសម្រាប់ញ៉ាំបាយជួបជុំគ្រួសារឬក៏យើងត្រូវការអារម្មណ៍ល្អៗដើម្បីផ្ដល់ឲ្យម្ដាយពុកដើម្បីផ្ដល់ឲ្យគ្រួសារយើងឬក៏ចង់ឲ្យមានភាពរីករាយដែរប៉ុន្តែអាភាពដែលលុយហ្នឹងឲ្យធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ថាវាធុញថប់យើងត្រូវការដោះស្រាយយើងអីចឹងទៅមានអារម្មណ៍ធុញថប់មែនតើអញ្ចឹងបងប្អូនមិនខុសពីខ្ញុំក៏មិនខុសបងប្អូនដែរជួនកាលត្រូវដល់ខែបង់ធនាគារត្រូវការដល់ខែបង់ថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងឬក៏ត្រូវការបង់នៅថ្លៃអីផ្សេងៗដែលយើងត្រូវតម្រូវការជាប្រចាំអីចឹងទៅខ្ញុំមានអារម្មណ៍ថាបងប្អូនមានអារម្មណ៍ក៏នឿយហត់ដូចជាខ្ញុំក៏មានអារម្មណ៍នឿយហត់ដូចជាបងប្អូនដែរមិនដឹងថានៅពេលណាដែលយើងអាចចេញពីអាលុយនឹងដើម្បីឲ្យយើងមានសេរីភាពក្នុងការដែលដោះស្រាយនៅជីវភាពយើងល្អប្រសើរឬក៏យើងអាចនឹងមានសេរីភាពក្នុងការដែលយើងមិនចង់នៅជាប់បងអានេះបងអានោះធុញវាធុញទ្រាន់មែនទែនអញ្ចឹងទៅវាអាចថាយើងទាំងអស់គ្នាយើងពិតជាមានអារម្មណ៍ចង់បានតែយើងព្យាយាមមើលលទ្ធភាពផងយើងចេះសំចៃយើងព្យាយាមអាចថាយើងមានគ្រួសារទៅយើងមានកូនមានអីយើងចេះទុកដាក់ទុយកាក់ឬក៏អីធ្វើអីផ្សេងៗដែលយើងអាចនឹងធ្វើតាមលទ្ធភាពដែលយើងអាចធ្វើទៅរួចអញ្ចឹងណាអញ្ចឹងទៅខ្ញុំគិតថាប្រធានបទមួយនេះគឺយើងទាំងអស់គ្នាគិតជាមានអារម្មណ៍ចំពោះការដែលផឹងរលុយតែវាហត់ចិត្តហត់កាយដែរសម្រាប់អាកាយវាខ្លះវាមានត្រូវការឈឺត្រូវការអីសម្មតែយើងទាំងអស់គ្នា
មកដល់សប្ងៃនេះវាមានអារម្មណ៍ថាធុញទ្រាន់ចំពោះលុយឬក៏ពេលខ្លះមិនចង់បានលុយថាមានលុយទាំងចេះលុយចោលវិញពេលខ្លះក៏វត្តចោលវាហត់ពេកដើម្បីតែបងប្អូនមកថាខ្ញុំថាគេពេលខ្លះធុញទ្រាន់ពេកដឹងយកស្អីទៀតវាធុញទ្រាន់ពេកណាហើយប៉ុន្តែបងប្អូនខ្លះមានអារម្មណ៍ថាជួនកាលអាចបាក់ទឹកចិត្តឬក៏អស់សង្ឃឹមជាមួយនឹងលុយនឹងផងពេកដោះស្រាយគេមិនបានគិតខ្លីសម្រាប់ខ្លួនឬធ្វើអីគិតអីវាមានប្រតិសារីជាមួយលុយហ្នឹងវាច្រើនលុបពេកខ្ញុំគិតថាបងប្អូនគួរតែកុំឲ្យវារងសម្ពាធនឹងជាមួយលុយនឹងខ្លាំងពេកយើងព្យាយាមរកដំណោះស្រាយឬក៏ធ្វើអីផ្សេងៗដើម្បីឲ្យយើងនឹងដោះស្រាយចំពោះដែលយើងអាចនឹងជួយអ្នកដទៃបានឬក៏យើងព្យាយាមដោះស្រាយនឹងលុយដែលយើងកំពុងតែជួបហ្នឹងដោយវិធីសាស្ត្រប៉ុនយើងឬក៏មានអ្នកដែលគាត់ល្អដែលគាត់ជាគ្រូជាបង្គោលមួយដែលគាត់អាចនឹងណែនាំផ្លូវយើងដើម្បីដោះស្រាយនៅលើបញ្ហាចំពោះលុយដែលយើងកំពុងតែជួបបញ្ហាវិបត្តិឬក៏បំណុលអីផ្សេងៗហើយខ្ញុំជឿថាបងប្អូនក៏មិនខុសពីខ្ញុំក៏មិនខុសបងប្អូនដែរមកដល់សប្តាហ៍នេះគឺនៅហត់ចំពោះលុយហើយក៏យើងអត់ចង់ឃើញលុយហ្នឹងវាមកគៀបសង្កត់លើអាការដែលយើងប្រឹងរកហើយវានៅជាប់នៅទម្ងន់នឹងតទៀតចឹងទៅបើសិនជាបងប្អូនព្យាយាមកាត់ចង្វាក់កាត់អីដែលវានៅជាប់ឬក៏បំណុលនឹងវាច្រើនពេកក៏វត្តចោលខ្លះទៅហើយព្យាយាមដោះស្រាយឲ្យផ្លូវចិត្តយើងកុំឲ្យបំណុលហ្នឹងវាមកចងរុំព័ទ្ធយើងដូចចង្វាក់មកចងខ្លួនយើងវាខ្លាំងពេកក៏វត្តចោលបានគាត់ចោលបើសិនជាយើងជួបនឹងអ្នកដែលយកដូចធនាគារអីយើងនិយាយពីត្រង់ទៀមត្រង់ទៅយើងជួបនឹងបញ្ហាតែយើងជួបនៅបញ្ហាសពថ្ងៃហ្នឹងវាបញ្ហាខ្លះទៅលើការងារឬអីផ្សេងៗហើយអ្នកដែលគាត់ជាម្ចាស់បំណុលផ្សេងៗហ្នឹងក៏អាចនិយាយជាមួយនឹងម្ចាស់បំណុលថាឥឡូវយើងអស់លទ្ធភាពក្នុងការដែលយើងដោះស្រាយពិតមែនហើយឬក៏យើងព្យាយាមសម្របសម្រួលគ្នាក្នុងការដែលយើងអាចនឹងជួយគ្នាព្រោះថាដោយសារយើងទាំងអស់គ្នាយើងមានទំនួលខុសត្រូវដើម្បីដោះស្រាយពួកគាត់ហើយក៏ពួកគាត់ក៏ព្យាយាមសម្រួលយើងវិញដែរអញ្ចឹងទៅខ្ញុំការដែលយើងនិយាយពីរឿងលុយនេះខ្ញុំថាមិនថាអ្នកមានអ្នកក្រវាហត់ចំពោះនឹងលុយមែនជួនកាលអ្នកមានហ្នឹងត្រូវការចំណាយទៅលើចំណូលចំណាយទៅលើផនពួកគាត់ទៅថ្លៃលើបុគ្គលិកថ្លៃទៅលើឧបការៈទៅទៅនឹងសម្ភារៈឧបករណ៍អីផ្សេងៗអ្នកដែលកាត់រកស៊ីធំវាកាន់តែធំមកដល់ការចំណាយចឹងអ្នកដែលរកស៊ីតូចតាចហ្នឹងគឺត្រូវការដោះស្រាយនៅប្រចាំខែផនគាត់ហ្នឹងត្រូវដោះស្រាយខ្លះឬក៏ទៅទៅអ្នកខ្លះវិញទៅធ្វើកាយហ្នឹងត្រូវការបង់ថ្លៃសាលាឲ្យកូនត្រូវការដែលបង់នៅអាហារអីផ្សេងចឹងតែខ្ញុំគិតថាយើងទាំងអស់គ្នាយើងគួរតែកុំឲ្យលុយហ្នឹងវាគៀបសង្កត់លើយើងពេកកុំឲ្យលុយហ្នឹងវាមកកិនលើយើងឬក៏ដាក់កំផិតលើយើងធ្វើយើងនឹងជួបនឹងបញ្ហាវិបត្តិធ្វើយើងនឹងជួបនឹងបញ្ហារឿងគ្រួសារឆ្លោះតតេងគ្នាដើម្បីទៅលុយហ្នឹងវារឿងមួយដែលអត់ប្រយោជន៍វិញណាបើតែយើងកវត្តចោលយើងត្រូវព្យាយាមដើរលេងខ្លះយើងព្យាយាមស្ដាប់ភ្លេងស្ដាប់ចម្រៀងឬក៏យើងព្យាយាមដោះស្រាយទៅតាមណាបានយើងព្យាយាមដោះស្រាយកុំឲ្យលុយហ្នឹងវាធ្វើយើងនឹងវានឹងការដែលយើងជួបនឹងវិបត្តិហ្នឹងហើយយើងដោះអត់កើតហើយយើងព្យាយាមអោបកសោបវានៅហ្នឹងហើយយើងក៏ជួនកាលគ្រួសារហ្នឹងក៏អត់បានជួយយើងព្យាយាមដាក់សម្ពាធលើយើងទៀតខ្ញុំគិតថាបងប្អូនប្រហែលជាមានជុតអញ្ចឹងទៅលុយហ្នឹងធ្វើឲ្យគាត់ហ្នឹងនឹងអាចនឹងមានទម្ងន់ធ្វើគាត់នឹងអាចស្រាលខ្លួនបានវានៅតែធ្ងន់ហ្នឹងធ្វើគាត់ហ្នឹងអាចទឹកផ្លៃឬគាត់ជួបនឹងវិបត្តិហ្នឹងបើសិនជាគ្រួសារគាត់អ្នកមានគាត់នឹងអាចមានបងប្អូនដែលជួយជំរុញដោះស្រាយម្ដងម្នាក់តិចចំពោះអ្នកប្រវិញអត់មានលុយក្នុងការដោះស្រាយហើយនៅរងសម្ពាធហ្នឹងគឺគិតតែខ្លួនឯងអាចនឹងជួបពីបដិសារីហើយធ្វើគាត់នឹងគិតខ្លីទៅទៀតអញ្ចឹងខ្ញុំគាត់ថាមិនថាបងប្អូនមិនថាខ្ញុំទេគឺយើងព្យាយាមដោះស្រាយទៅរកអ្នកដែលគាត់ជាគ្រូឬក៏អ្នកដែលជាវិញគ្មិនអ្នកដែលល្អដែលគាត់អាចដោះស្រាយបានយើងព្យាយាមដោះស្រាយហើយក៏ខ្ញុំគាត់ថាយើងអាចនឹងប្រាប់អ្នកដែលគាត់ល្អឬក៏អ្នកដែលគាត់អាចនឹងវិធីសាស្ត្រក្នុងការដោះស្រាយយើងបានយើងព្យាយាមដោះស្រាយជាមួយគាត់វិធីសាស្ត្រឬក៏ពុកម្ដាយផងយើងអញ្ចឹងទៅគាត់អាចជួយជ្រោមជ្រែងយើងបានយើងព្យាយាមរកដំណោះស្រាយនឹងកុំឲ្យវានៅសម្ពាធឬក៏នៅជាប់រឿងទាំងអស់គ្នាហើយខ្ញុំក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាដើម្បីលុយយើងក៏ព្យាយាមរីករាយនឹងជីវិតដែលយើងប្រឹងប្រែងដើម្បីវាពិតមែនតែយើងកុំឲ្យវាមកបជាក្បាលយើងកុំឲ្យវានឹងមកគីព្រមកាត់លើយើងកុំឲ្យវានឹងធ្វើបាបយើងឬក៏យើងនឹងជួបវិបត្តិអីផ្សេងៗដើម្បីវានឹងធ្វើឲ្យយើងនឹងវាអស់លទ្ធភាពក្នុងការដែលទទួលយកនៅការដែលរងសម្ពាធសប្តាហ៍អញ្ចឹងខ្ញុំគិតថាបងប្អូនក៏អាចធ្វើបានដែរហើយខ្ញុំក៏ព្យាយាមផឹងផែងដូចគ្នាដែរអញ្ចឹងទៅខ្ញុំគិតថាជារឿងមួយដែលខ្ញុំបានចែកម្លែកទៅកាន់បងប្អូនហើយខ្ញុំក៏គិតថាបងប្អូនក៏អាចធ្វើបានហើយខ្ញុំក៏ព្យាយាម
ធ្វើវាឲ្យបានដូចគ្នាហើយក៏ខ្ញុំគិតថាឥឡូវប្រទេសយើងកំពុងតែជួបនឹងបញ្ហាសង្គ្រាមឬក៏អ្វីដែលវាជារឿងមួយដែលធ្វើយើងជួបនឹងបញ្ហាប្រទេសទាំងអស់ហ្នឹងគឺយើងមានដំណោះស្រាយទៅលើការដែលយើងប្រាប់ទៅម្ចាស់អំណរឬក៏ម្ចាស់ទៅលើធនាគារផ្សេងៗដោយវិធីសាស្ត្ររបស់យើងដើម្បីឲ្យគាត់ជួយសម្រួលផងដែរហើយចឹងទៅខ្ញុំគិតថាអញ្ចឹងហើយខ្ញុំគិតថានេះជាមួយដែលខ្ញុំអាចនឹងចែកម្លែកទៅបងប្អូនទៅនឹងការដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងហើយខ្ញុំក៏គិតថាបងប្អូននឹងសប្បាយរីករាយនឹងជីវិតដែលបងប្អូនកំពុងរស់នៅដោះស្រាយក្នុងជីវភាពរាល់ថ្ងៃឬយើងទៅធ្វើការរាល់ថ្ងៃដើម្បីលុយពិតមែនហើយក៏យើងចេះប្រើប្រាស់លុយហ្នឹងឲ្យបានល្អផងដែរហើយចូលទៅប្រធានបទមួយនេះខ្ញុំគិតថាអ្នកដែលបានស្ដាប់ហ្នឹងខ្ញុំគិតថាជូនពរឲ្យពួកគាត់អាចនឹងដោះស្រាយជាមួយនឹងបញ្ហាលុយកាក់ឬក៏បំណុលឬក៏បញ្ហាផ្សេងៗដែលជួបរួមរឹតគាត់វាកាន់តែខ្លាំងអញ្ចឹងទៅគាត់នឹងអាចដោះស្រាយបានហើយក៏គាត់នឹងរីករាយនឹងជីវិតដែលគាត់ព្យាយាមប្រឹងប្រែងជាមួយការងារដែលគាត់ស្រឡាញ់គាត់ធ្វើហើយក៏ព្យាយាមរីករាយជាមួយគ្រួសារដែលគាត់រស់នៅជាមួយពុកម្ដាយជាមួយគូសង្សារប្រិយប្រពន្ធអីចឹងទៅយើងព្យាយាមរីករាយនឹងជីវិតដែលយើងប្រឹងប្រែងតាមសមត្ថភាពផងយើងអញ្ចឹងណាកុំឲ្យវាលឹះលុបពេកវាកុំឲ្យវា over ហើយកុំឲ្យវាដាក់សម្ពាធឬវាដាក់កំហិតលើយើងឬវាត្រូវគៀបយើងឲ្យវានេះពេកចឹងតែខ្ញុំគិតថាជាមួយដែលខ្ញុំបានចែកម្លែកប៉ុណ្ណឹងហើយខ្ញុំគិតថាយើងនឹងបន្តវគ្គខូចយើងអាចថាយើងនឹងបន្តវគ្គខូចទៀតជាមួយនឹងប្រធានបទដើម្បីលុយនេះចឹងអរគុណតេតូនអ្នកដែលបានស្ដាប់ប្រធានបទនេះយើងនឹងជួបគ្នានៅវគ្គខូចទៀតផងដែរ